សម្ដេចបវរធិបតីហ៊ុនម៉ាណែតក៏បំពងបញ្ហាព្រំដែនកម្ពុជាថៃដោយព័ត៌មានមិនពិតសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាបានផ្ញើសារខ្លីមួយតាមរយៈបណ្ដាញសង្គមពីទីក្រុងនេះប្រទេសបារាំងបន្ទាប់ពីក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់របស់កងទ័ពកម្ពុជានៅព្រំដែនកម្ពុជាថៃសម្ដេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ថារាជរដ្ឋាភិបាលបន្តរក្សាជំហរសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែងខណ្ឌសីមានិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ដែលប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ JBC កម្ពុជាថៃជាសេនាធិការដែលឈរលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរជាពិសេស MOU ឆ្នាំ2000ច្បាប់អន្តរជាតិរួមទាំងយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងករណីចាំបាច់ដូចជាករណីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំ3រាជរដ្ឋាភិបាលនឹងបន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរតាមរយៈយន្តការដែលមានស្រាប់ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជាថៃផងដែរជាមួយគ្នានេះសម្ដេចធិបតីហ៊ុនម៉ាណែតបានអំពាវនាវឲ្យបណ្ដាព័ត៌មាននិងប្រជាពលរដ្ឋទាំងអស់រក្សាភាពស្ងៀមស្ងាត់និងសូមជឿទុកចិត្តលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍ប្រទេសជាតិខ្មែរក្រៅពីនេះសូមជៀសវាងការបង្កើតឬចែករំលែកព័ត៌មានមិនច្បាស់លាស់ណាមួយដែលនាំឲ្យមានការយល់ច្រឡំនិងនាំឲ្យបំផុសសភាពការលើពីការពិតដែលអាចពង្រីកបញ្ហាទៅជាចំនួនរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរសូមជម្រាបថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានអញ្ជើញចូលរួមសន្និសីទរបស់ UN ស្តីអំពីមហាសមុទ្រលើកទី3នៅប្រទេសបារាំងរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី9ដល់ថ្ងៃទី11ខែមិថុនា